សូមគោរពជំរាបសួរលោកគ្រូនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ជាទីគោរពខ្ញុំបានឈ្មោះអរុណរវិទូទីសារិនទី4កនៃសាលាអន្តរជាតិ Skyline សាខាទឹកខ្លាថ្ងៃនេះខ្ញុំមកលើកឡើងអំពីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លគឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជាយើងដែលគេធ្វើឡើងនៅថ្ងៃ400ខែពិសាខជារៀងរាល់ឆ្នាំដើម្បីផ្សំប្រផ្នូលកសិកម្មតាមរយៈគោលរបស់ឧសភរាជនិងជាសញ្ញាដាស់តឿនប្រជាកសិករឲ្យត្រៀមខ្លួនបង្កបង្កើនផលផងដែរពិធីនេះទទួលឥទ្ធិពលពីសាសនាហិណ្ឌូដែលបានដឹកនាំដោយព្រះមហាក្សត្រឬតំណាងព្រះមហាក្សត្រគោលរបស់ឧសភរាជនឹងបានគេឲ្យបរិភោគសំណែន7មុខរួមមានស្រូវពោតសណ្ដែកល្ងស្មៅស្រានិងទឹកបើគោបរិភោគអ្វីច្រើនដំណាំនោះនឹងបានទិន្នផលល្អពិធីនេះធ្វើឡើងនៅវាលព្រះស្រែការនិយាយព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លបានដល់ទីបញ្ចប់សូមអរគុណ